បាទជម្រាបសួរពុកម៉ែបងប្អូនយើងទាំងអស់គ្នាបាទហ្នឹងហើយបងប្អូនថ្ងៃនេះមកមើលត្រង់កែបធំរបស់យើងណាបាទនេះខ្ញុំដាក់ចំណីស៊ីហើយអស់ហើយបាទចាប់ផ្ដើមយំហើយបាទអញ្ចឹងនៅពេលដែលយើងដាក់ចំណីឲ្យស៊ីហើយគឺវាយំហើយអញ្ចឹងណាបាទបងប្អូនបាទគឺវាយំហើយឈ្មោះច្រើនដែរបាទចឹងបងប្អូនយើងត្រូវការនៅដូចថាយើងតនេនៅជិតផ្ទះបាទយើងចង់បង្កើននៅប្រាក់ចំណូលបន្ថែមឬក៏ដូចថាយើងចង់ចិញ្ចឹមជាលក្ខណៈកម្សាន្តយកបទពិសោធន៍បាទឬក៏ថាយើងចង់ទៅថាបង្កើតមុខរបរមួយនៅជិតផ្ទះណាបាទនៅជិតផ្ទះគាត់ទៅពេលព្រឹកមកដាក់ចំណីផ្លេតចឹងទៅល្ងាចដាក់ផ្លេតចឹងទៅយើងទៅធ្វើការអីចឹងណាបាទឬក៏យើងចង់ថាចង់ឈប់ធ្វើការហើយយើងមកចង់បង្កើតមុខរបរខ្លួនឯងបាទចឹងណាបាទ